បាទអរគុណហើយសូមក្រោយតាមពិតទៅស្រុកខ្មែរយើងមិនមានត្រឹមតែមិនខ្ញុំចង់និយាយថាមិនត្រឹមតែអសន្នសុខដីរបស់ប្រជាពលរដ្ឋសាមញ្ញទេដីរបស់ប្រជាពលរដ្ឋសាមញ្ញវាអសន្នសុខពេកទៅហើយ50,000 ទៅ 70,000 គ្រួសារដែលទទួលរងផលប៉ះពាល់ថែមទាំងអសន្នសុខដីសាធារណៈរបស់រដ្ឋទៅទៀតលក់អស់ព្រៃឈើអីសមុទ្រអីហ្នឹងព្រមទាំងអសន្នសុខអាចនឹងដែនដីទាំងមូលតែម្ដងអាហ្នឹងគឺច្បាស់តែម្ដងអាហ្នឹងរឿងមួយរឿងទី2សំណួរសួរថាតើនៅក្រោមអាណានិគមយួនឬទេខ្ញុំហ៊ានឆ្លើយថានៅក្រោមអាណានិគមយួនបែបថ្មីវាមិនបែបជំនាន់បារាំងទេហើយក៏វាមិនមែនបែបជំនាន់ជប៉ុនចូលស្រុកយើងដែរប៉ុន្តែបែបរបៀបជាយុទ្ធសាស្ត្រមួយវែងឆ្ងាយពីព្រោះអាណានិគមបារាំងអាណានិគមជប៉ុនមកតបកាន់កាប់ប៉ុន្តែយួនបានមកតបកាន់កាប់ម្ដងហើយក្នុងស្ថានភាពនេះគឺកាន់កាប់ខាងផ្នែកសេដ្ឋកិច្ចកាន់កាប់ខាងផ្នែករដ្ឋបាលកាន់កាប់ខាងផ្នែកការងារគឺច្បាស់លាស់តែម្ដងអាហ្នឹងរឿងសំណួរទី1សំណួរទី2សួរថាតើការអនុវត្តច្បាប់សញ្ជាតិឬក៏ច្បាប់អន្តោប្រវេសន៍នេះជាលក្ខណៈអន្តរជាតិក្តីជាលក្ខណៈជាតិក្តីខ្ញុំឃើញថៃគាត់ធ្វើតែមួយខែគាត់ជនជាតិខ្មែររាប់ម៉ឺននាក់ជនជាតិឡាវរាប់ម៉ឺននាក់ជនជាតិភូមារាប់ម៉ឺននាក់គាត់អនុវត្តតែមួយខែគាត់សម្អាតទាំងអស់ចេញពីប្រទេសថៃប៉ុន្តែយើងអត់ចង់រំលោភសិទ្ធិមនុស្សដូចថៃទេយើងចង់សហការគ្នាជាមួយនឹងរដ្ឋាភិបាលវៀតណាមចង់សហការគ្នាជាមួយនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិឬក៏អង្គការជនភៀសខ្លួនអន្តរជាតិដើម្បីបោសសម្អាតដូចដែលមេរៀនដែលថៃយើងប្រាប់យើងអញ្ចឹងហើយលឿនណាស់តែមួយខែទេអាហ្នឹងចំណុចទី2ដែលខ្ញុំចង់បកស្រាយជូនឲ្យហូរចូលមកហ្នឹងងាយម៉េះមកទី1មានពើពុកលួយទី2ងាយស្រួលបំផុតព្រំដែនខ្មែរយើងបងដែលឃើញទាហានបាក់តបទេបើទាហានបាក់តបខ្មាំងវៃចូលមកសេរីហើយទាហានខ្មែរយើងនគរបាលខ្មែរយើងដែលទទួលបានប្រាក់កម្រៃទាបបំផុតតាំងពីឆ្នាំ1979រហូតមកដល់ឥឡូវងាយស្រួលទៅចូលមកក្នុងកលៈទេសៈដែលរដ្ឋាភិបាលមួយមិនហ៊ាននិយាយជាមួយនឹងបញ្ហាជនអន្តោប្រវេសន៍ទៅទៀតអាហ្នឹងងាយស្រួលហូរចូលមកតែម្ដងខ្ញុំសូមបកស្រាយជូននៅសំណួរសួរថាតើធ្វើអត្តសញ្ញាណប័ណ្ណសភៅគ្រួសារឲ្យយួនហ្នឹងចំណេញអីវាអត់មានចំណេញអីទេដែលខាតទី1នៅពេលដែលគេមានសភៅគ្រួសារមានអត្តសញ្ញាណប័ណ្ណគេអាចប្រកបមុខរបរបានតាមចិត្តហើយអាចមានសិទ្ធិកាន់កាប់ដីជាពិសេសដីជាន់ក្រោមនោះទី1ទី2នៅពេលមានអត្តសញ្ញាណប័ណ្ណមានសភៅគ្រួសារឃើញអគ្គលេខាធិការនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតនេះគាត់ថាឲ្យតែមានឯកសារគ្រប់គាត់ឲ្យចុះឈ្មោះគឺមានន័យថាសម្រាប់លើជោគវាសនារបស់ប្រទេសកម្ពុជាអាហ្នឹងរឿងទី2ដែលមានរឿងច្រើនដែលជាផលវិជ្ជមានប៉ុន្តែខ្ញុំលើកឡើងតែ2ហ្នឹងទេម្យ៉ាងវិញទៀតនៅក្នុងស្ថានភាពបច្ចុប្បន្នបើសិនជាបងប្អូនទាំងអស់គ្នាឬមួយក៏អ្នកដែលបានស្ដាប់នៅសំឡេងហើយគាត់អត់ចាប់ផ្ដើមដូរការគិតគាត់អត់ចាប់ផ្ដើមដូរអកប្បកិរិយាឬមួយក៏គាត់អត់ចាប់ផ្ដើមគិតអំពីបញ្ហាជនអន្តោប្រវេសន៍នេះទេខ្ញុំគិតថាខ្មែរមានវាសនាអត់ខុសពីប្រទេសឡាវបច្ចុប្បន្នឬក៏កម្ពុជាក្រោមបច្ចុប្បន្នទេជាក់ស្ដែងតែម្ដងយើងសង្កេតមើលប្រទេសភូមាខេត្តមួយចំនួនដូចជាខេត្តរ៉ាគិនជនជាតិរ៉ូហីងយ៉ានៅពេលដែលប្រទេសបង់កលៈដែលហូរចូលមកក្នុងកលៈទេសៈឥឡូវនេះភូមាអត់អាចធ្វើឲ្យបានទេច្រើនហួសនៅពេលដែលប្រទេសអ៊ុយក្រែនជនជាតិរុស្ស៊ីហូរចូលទៅក្នុងតំបន់គ្រីមៀច្រើនក្នុងស្ថានភាពបច្ចុប្បន្នគេទាមទារឲ្យមានការផ្ដាច់រដ្ឋតែម្ដងអញ្ចឹងខ្មែរយើងក៏អាចនឹងឈានទៅដល់ក្នុងកលៈទេសៈនឹង
ភ្លាមជាពិសេសនៅខេត្តរតនគិរីមណ្ឌលគិរីនិងខេត្តកញ្ចេះដែលនិគមយួនច្រើនហួសហេតុនៅក្នុងចំការនិងដីសម្បត្តិសេដ្ឋកិច្ចអានេះខ្ញុំសូមហ៊ាននិយាយត្រង់ពីព្រោះខ្ញុំធ្វើការសិក្សាស្រាវជ្រាវខ្ញុំទៅដល់ច្រើនក្នុងស្ថានភាពបច្ចុប្បន្នកោះមួយចំនួនដែលបានដល់ដៃក្រុមហ៊ុនបងពិចារណាមើលដីសម្បត្តិសេដ្ឋកិច្ចឬមួយក៏តំបន់មួយចំនួនបានដល់ដៃក្រុមហ៊ុនគឺគេមានសិទ្ធិលក់ប្រសិនបើលក់ឲ្យក្រុមហ៊ុនយួនទៅទៀតហើយក្រុមហ៊ុនយួនភាគច្រើនជាក្រុមហ៊ុនរដ្ឋាភិបាលជាក្រុមហ៊ុនកងទ័ពសួរថាតើថ្ងៃក្រោយទៅនៅពេលដែលក្រុមហ៊ុនយួនទិញអាកោះហ្នឹងបានខ្មែរយើងទៅលេងបានទេហើយយួនងាយស្រួលនឹងមកលេងទេហើយយើងនឹងងាយយកទេគឺហានិភ័យមិនខុសពីតំបន់កោះមួយចំនួនដែលបាត់បង់ដូចជាកោះត្រល់នោះទេសូមអរគុណ